បាទសួស្តីនិងស្វាគមន៍មកកាន់ការចែករំលែកចំណេះដឹងផ្នែកបច្ចេកទេសតមកដាអគ្គិសនីនៅក្នុងផ្ទះទាំងអស់គ្នាបាទคลิปវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជួនពីរបៀបនៃការវាស់បាទស្វែងរកខ្សែឆ្លងនៅក្នុងផ្ទះរបស់យើងស្វែងរកខ្សែឆ្លងនៅក្នុងបណ្ដាញផ្ទះក្នុងផ្ទះរបស់យើងបងមានការសង្ស័យថាផ្ទះរបស់យើងមានថាឆ្លងភ្លើងដែរអត់ខ្សែឆ្លងភ្លើងដែរអត់ឬមួយក៏ឃើញមានបញ្ហាមួយ D-center បាទ D-center កូនណាមួយចេះតែលោតរហូតណាបាទដូចសឹកវាលោតបាទអាទិត្យវាលោតម្ដងអញ្ចឹងយើងចាប់ដើមវាស់វាមើលថាតើវាឆ្លងឬអត់ណានឹងវាមានបញ្ហាអីវាឆ្លងឬមួយក៏មានបញ្ហាជាមួយ D-center នឹងឯងពីបើចូលក្នុង channel របស់ខ្ញុំសូមជួយ subscribe អ្នកមួយមកហើយបើសិនជាមើលក្នុង page របស់ខ្ញុំសូមជួយ follow អ្នកមួយណាសូមជួយ follow អ្នកមួយដើម្បីតាមដានវីដេអូរបស់ខ្ញុំចែករំលែកជារៀងរាល់ថ្ងៃបាទថ្មីជារៀងរាល់ថ្ងៃនេះបើសិនជាសម្រាប់បងផ្ទះបងប្អូនដែលមើលថាមានជីវភាពមិនសូវធូរធារណាហ្នឹងហើយបងប្អូនទិញនេះបងប្អូនខ្ញុំឲ្យបងប្អូនទិញប្រភេទអូម៉ែតនេះវិញបាទអូម៉ែតនេះវាតម្លៃធូរថ្លៃទេបាទវាតម្លៃវាចាប់ពី$5ឡើងទេអញ្ចឹងវាសមហ្មងឲ្យទិញយកទុកទៅបាទអញ្ចឹងអានេះវាបើនិយាយស្ដាប់ទៅវាក៏មានគុណវិបត្តិដែរបាទហ្នឹងហើយចាំខ្ញុំនិយាយពីគុណវិបត្តិរបស់វាប៉ុន្តែបើសិនជាបងប្អូនមិនសូវមានទុនធានអីអាចទិញនឹងទុកណាហ្នឹងហើយទិញសម្រាប់វាស់បាទអីទៅគាត់នេះវាបើនិយាយស្ដាប់ទៅបើតាក់ទងមួយនឹងភ្លើងឆ្លងខ្ញុំចេះអានឹងច្រើនជាងគេអញ្ចឹងណាវាអាចដឹងអានេះច្រើនជាងប្រភេទនេះប្រភេទនេះខ្ញុំអត់សូវចេះវាស់ទេរកខ្សែឆ្លងហើយហ្នឹងហើយអញ្ចឹងវាមានគុណសម្បត្តិគុណវិបត្តិដូចគ្នាអញ្ចឹងឯងបាទបងប្អូនត្រូវចូលមកនេះសិនអញ្ចឹងឧទាហរណ៍ថានៅក្នុងផ្ទះបងប្អូនណាប្រើឬមួយប្រមាណអាទិត្យក្រោយមកនោះជិះមានអារម្មណ៍ថា D-center ណាមួយវាលោតแล้วឧទាហរណ៍ថា D-center នេះវាលោតនេះយើងបើកប្រើអញ្ចឹងណាហ្នឹងហើយបើកប្រើអញ្ចឹងទៅតែមកអាទិត្យពីអាទិត្យក្រោយវាលោតហើយយើងបើកប្រើវិញទៅតែបានប្រើមួយរយៈទៅវាលោតវិញទៀតអញ្ចឹងយើងចាប់ដើមសង្ស័យហ្នឹងតើវាមកមូលហេតុអីបាទប្រើលើបន្ទុកមានអាចឆ្លងឬមួយក៏ខូច D-center អញ្ចឹងណាបាទតោះមកបងប្អូនត្រូវការបិទនេះសិនបិទភ្លើងអស់បាទ D-center ទាំងអស់នេះយើងបិទដែរបិទបាទមួយទៀតគ្រឿងទទួលនៅក្នុងផ្ទះរបស់យើងដែលដោតជាប់នឹងដូចព្រីអីហ្នឹងបាទដកចេញអស់ណាតាក់ទងមួយគ្រឿងទទួលដែលដោតជាប់នឹងព្រីអីបិទដកចេញកង់តាក់ភ្លើងបើបើកបិទយើងបិទផ្ដាច់វាចេញបាទអំពូលកំបើកទាំងហាលអីបើសិនជាដោតប្រើទាំងហាលអីក៏យើងបិទវាចេញដែរហ្នឹងហើយបិទអស់គឺលក្ខណៈថាយើងទុកវាតាខ្សែពីដើមខ្សែដល់ចុងខ្សែហ្នឹងគឺមានន័យថាវាចំហទាំងអស់ណាដើម្បីយើងងាយស្រួលវាស់បាទឥឡូវមិញយើងសង្ស័យមួយនេះបាទសង្ស័យអានេះណាសង្ស័យនេះយើងថាខ្សែចុងខ្សែនេះវាមានបញ្ហាអីប៉ុន្តែយល់ល្អអ្នកនរគ្នាវាស់ទាំងអស់មកណាវាស់ទាំងអស់សិនតើវាមានបញ្ហាទាំងអស់មិនអត់ណាយើងទៅវាស់ទាំងអស់សិនហើយក្នុងការប្រើប្រាស់ជាមួយអូម៉ែតនេះក្នុងការវាស់អ្នកនរគ្នាកាច់វាមកកន្លែងគុណនឹង1Kមកណាគុណនឹង 1K បាទបើសិនអ្នកនរគ្នាកាច់មកនេះនិយាយចេះខ្ញុំបញ្យល់ពីកម្រិតនេះសិនអានេះកម្រិតអានេះចំណេះថាបើរាប់ពីខាងនេះវិញណាអានេះកម្រិតឆ្លងខ្លាំងបាទឆ្លងតិចរហូតដល់អានេះឆ្លងតិចមែនទែនអានេះទូចជាងគេហៅថាមីលីហ្នឹងណាទូចជាងគេអញ្ចឹងកម្រិតឆ្លងដែលវាធ្វើឲ្យ D-center load នេះអ្នកនរគ្នាអាចវាស់យកកម្រិតនេះណាបងប្អូនយកកម្រិតនេះទី2នេះនេះយកកម្រិតនេះគុណនឹង 1K ហ្នឹងមកអាហ្នឹងកម្រិតដែលវាធ្វើឲ្យ D-center អាចមានលទ្ធភាព load បានអញ្ចឹងអ្នកនរគ្នាវាស់ទៅបាទយើងឲ្យបងប្អូនចាប់ដើមជាធម្មតានៅក្នុងផ្ទះរបស់យើងមានខ្សែណឺតរួមមួយបាទណឺតរបស់គ្រឿងប្រភពអីគឺនៅកន្លែងណឺតរួមអញ្ចឹងយើងវាស់ពីចំណុចណឺតរួមហ្នឹងមកអត់មែនណឺតមេណាគឺណឺតអានេះអាណឺតដែលចេញគឺហៅដកពុលដកម៉ាស់ខ្សែម៉ាស់ណាដែលម៉ាស់រួមគ្នាហ្នឹងគឺយើងយកខ្សែមួយដាក់ចង្អុលនេះមកបាទជាធម្មតាវាប៉ះគ្នាវាវត្តឡើងណាវត្តឡើងយ៉ាងនេះកប់ទេអញ្ចឹងអ្នកនរគ្នាយកខ្សែម៉ាស់នេះខ្សែពុលពណ៌ខ្មៅអ្នកនរគ្នាដាក់ចំកន្លែងម៉ាស់រួមនឹងមកបាទដល់ពេលបងប្អូនចាប់ដើមវាស់ម្ដងមួយណាវាស់ម្ដងមួយបាទនេះអត់ឡើងទេអ្នកអត់វាស់ទៀតបាទទៅហើយវាស់មួយទៀតនេះឃើញទេនេះបើសិនជាចុចទៅឃើញវាស់ឡើងចេះអញ្ចឹងអ្នកនរគ្នាចាប់ដើមសង្ស័យទៅលើខ្សែហ្នឹងហើយបាទអញ្ចឹងខ្សែគាត់ជាមានបណ្ដាញមានអីមួយឆ្លងឬអត់ណាអញ្ចឹងអ្នកនរគ្នាទៅពិនិត្យមើលខ្សែពីដើមខ្សែឡើងវិញតើអាខ្សែហ្នឹងវាតាក់ទងមួយនឹងណាអញ្ចឹងអ្នកនរគ្នាតាមដានថាចង់និយាយថាតើ D-center ហ្នឹងគ្រប់គ្រងទៅលើអីបន្ទប់ណាបើអ្នកនរគ្នាមើលបន្ទប់ហ្នឹងនៅបន្ទប់ណាហ្នឹងគឺអ្នកនរគ្នាទៅវាស់អ្នកនរគ្នាអាចទៅដោះក្នុងខ្សែព្រីមួយនៅក្នុងហ្នឹងវាស់
ថាតើខ្សែមួយណាពីណាទៅណាវាមានតែមួយកន្លែងដៃឆ្លងណាហ្នឹងហើយមានតែមួយកន្លែងដៃឆ្លងអញ្ចឹងអ្នកនរគ្នាទៅវាស់តាមព្រីទៀតពីចន្លោះខ្សែណាដល់ពីចន្លោះណាទៅណាដែលមានបញ្ហាឆ្លងណាហ្នឹងវាអាចមានព្រីទី1ព្រីទី2អញ្ចឹងវាអាចក្នុងចន្លោះពីព្រីទី1ទី2ហ្នឹងខ្សែដែលឆ្លងពីទៅព្រីមួយទៀតហ្នឹងគឺមានបញ្ហាហើយបាទអញ្ចឹងអ្នកនរគ្នាធ្វើការដោះស្រាយវាបាទនេះគឺជាវិធីតេស្តរកខ្សែឆ្លងងាយៗទេហើយនេះគឺរបៀបប្រើអូម៉ែត្រអ្នកនរគ្នាអាចប្រើបានអញ្ចឹងអាចចំណុចក្រហមនេះគឺជាវាស់ភ្លើងយើងហើយបាទហើយវាស់ភ្លើង220បាទនេះបើអ្នកនរគ្នាកាច់នេះគឺអាចវាស់ភ្លើងយើងប្រចាំថ្ងៃភ្លើងយើង220បានអញ្ចឹងវាធ្វើការវាត់ឡើងហើយបាទហើយចំណុចនេះគឺវាតកតមួយភ្លើងអាគុយភ្លើងអីចឹងបាទប៉ុន្តែអានេះវាចង់និយាយថាវាត្រូវការប្រយ័ត្នតិចណាឧទាហរណ៍ថាអ្នកនរគ្នាដាក់50វ៉ុលនេះកាច់មក50ហើយអ្នកនរគ្នាទៅវាស់ភ្លើង220ប្រកាសជាឌីអូម៉ែត្រនឹងខូចហើយបាទអញ្ចឹងអ្នកនរគ្នាត្រូវប្រយ័ត្នត្រង់នេះតិចត្រូវដាក់តម្លៃមិនឲ្យវាលើសនៃតម្លៃដែលយើងវាស់ជាក់ស្ដែងណាបាទវាខុសពីអានេះគឺយើងកាច់ទៅមិនវាស់មិនគឺវាខុសដែរបាទពេលនេះណាបាទប៉ុន្តែវាស់កម្រិតឆ្លងខ្ញុំអត់ចេះទេខ្ញុំអត់ចេះដឹងថាកម្រិតណាលេខម៉ាកម្រិតឆ្លងខ្ញុំអត់ដឹងទេតែនេះខ្ញុំអាចប្រាប់បានអញ្ចឹងណាហ្នឹងហើយអូខេឥឡូវរបៀបវាតប៉ុណ្្នឹងទេណាហ្នឹងហើយអរគុណច្រើនបើមានការខ្វះខាតចង់ចំណុចណាមួយសូមអធិស្ឋានពីទូផងបាទជួបគ្នានៅវីដេអូផ្សេងទៀត